សួស្តីអ្នកនរគ្នាចឹងថ្ងៃនេះខ្ញុំសូមបង្ហាញពីដំណើរការក្នុងការចុះត្រួតពិនិត្យនិងវិតម្លៃបច្ចេកទេសនៅមន្ទីរពិសោធន៍របស់ក្រុមហ៊ុនជីម៉ុងដែលក្នុងការត្រួតពិនិត្យនេះគឺជាផ្នែកសំខាន់មួយនៃដំណើរការជ្រើសរើសនិងអនុម័តសម្រាប់ក្រុមហ៊ុនផ្គត់ផ្គង់បេតុងសម្រាប់គម្រោងដែលត្រូវបានអនុវត្តដែលមនុស្សជាច្រើនគិតថាបេតុងគឺគ្រាន់តែជាលំអាយស៊ីម៉ង់ខ្សាច់និងថ្មតែប៉ុណ្ណោះប៉ុន្តែសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធសាធារណៈជាពិសេសគឺសំណង់ដែលពាក់ព័ន្ធជាមួយនឹងទឹកគុណភាពបេតុងគឺជាចំណុចសំខាន់បំផុតមួយនៅក្នុងមន្ទីរពិសោធន៍យើងបានត្រួតពិនិត្យលើការធ្វើតេស្តជាច្រើនដើម្បីវិតម្លៃប្រព័ន្ធគ្រប់គ្រងគុណភាពរបស់ក្រុមហ៊ុនហើយក្រៅពីមន្ទីរពិសោធន៍យើងក៏បានចុះពិនិត្យនៅរោងចក្រផលិតបេតុងនិងប្រព័ន្ធគ្រប់គ្រងការផលិតផងដែរដោយដែលបានបង្ហាញនៅក្នុងវីដេអូខាងមុនអញ្ចឹងដើម្បីស្វែងយល់ពីដំណើរការគ្រប់គ្រងវត្ថុធាតុដើមដូចជាការលាយបេតុងនិងការធានាគុណភាពជាប្រចាំក្នុងនាមជាវិស្វករត្រួតពិនិត្យការវិតម្លៃអ្នកផ្គត់ផ្គង់មុនពេលសាងសង់មិនមែនគ្រាន់តែជានីតិវិធីមួយប៉ុណ្ណោះទេប៉ុន្តែវាជាការធានាថាសម្ភារៈដែលយើងប្រើប្រាស់មានគុណភាពសុវត្ថិភាពនិងអាចបំពេញតាមតម្រូវការបច្ចេកទេសសម្រាប់គម្រោងពីព្រោះគុណភាពសំណង់ចាប់ផ្ដើមពីការជ្រើសរើសអ្នកផ្គត់ផ្គង់ដែលមានគុណភាពសូមអរគុណសម្រាប់ការតាមដានហើយកុំភ្លេចចុច follow ដើម្បីទស្សនាសកម្មភាពដែលពាក់ព័ន្ធជាមួយនឹងវិស័យវិស្វកម្មនិងការងារត្រួតពិនិត្យសំណង់ផងដែរបាទសូមអរគុណ